Hello សួស្តីអ្នកនាងយើងមានវីដេអូថ្មីទៀតហើយទាក់ទងជាមួយនឹងគេហៅថារបស់លេងថ្មីទៀតណាអ្នកនរគ្នាហ្នឹងហើយអញ្ចឹងដោយអ្នកនាងឃើញនេះគេហៅថាប្រភេទ Atom Form E ហើយជាប្រភេទដែលគេហៅថាសម្រាប់ការ live stream ណាហើយកម្រិតវិញយើងមិននិយាយទេដោយអ្នកនរគ្នាឃើញនេះគឺវាអាចធ្វើការ input បានរហូតដល់40កាមេរ៉ាអ្នកនរគ្នាអូច្រើនមែនតើនេះគេហៅថា level ប្រើនៅស្ថានីយទូរទស្សន៍ណាហ្នឹងហើយហើយអញ្ចឹងវាអាចធ្វើការ input បានរហូតដល់40កាមេរ៉ាហ្នឹងហើយអញ្ចឹងមានន័យថា40 input មានន័យថាយើងអាចធ្វើការ input កាមេរ៉ាបានរហូតដល់40ប្លង់ហើយបើយើងនិយាយទៅលើការ output វិញគឺបានរហូតដល់20ជាងអ្នកនរគ្នាហ្នឹងហើយអញ្ចឹងសម្រាប់20ជាងហ្នឹងយើងអាចធ្វើការ customize អីផ្សេងបានណា output និយាយពី output វិញញាក់សាច់អ្នកនរគ្នាឃើញហ្នឹងហើយ output 1 2រហូតដល់20ជាងអ្នកនរគ្នា24ណាហ្នឹងហើយអញ្ចឹងយើងអាចoutput ហ្នឹងយើងអាចធ្វើការ assign បានណាមានន័យថាយើងចង់ឲ្យ port លេខ1ហ្នឹងយើង assign កាមេរ៉ាអីឬក៏ជាប្រភេទ multi view preview អីអញ្ចឹងណាហ្នឹងហើយអញ្ចឹងអានេះគេហៅថា full option ហ្មងអ្នកនរគ្នាជាមួយនឹង40 input channel នេះហ្នឹងហើយអញ្ចឹងនេះគឺ interface របស់វាAtom software control អ្នកនរគ្នាណាគឺច្រើនមែនតើអ្នកនរគ្នាអានេះគេហៅថា level advanced ណាហ្នឹងហើយអាចប្រើអានេះបានព្រោះដោយសារវាច្រើនមែនតើវា complex មានន័យថាវាយើងបើនិយាយពីសម័យកាលវាបាក់ដោះតិចវាច្រើនអានេះគឺទាមទារអ្នកដែលបច្ចេកទេសខ្ពស់ក្នុងការប្រើប្រាស់វាហើយដោយអ្នកនរឃើញនេះគឺខ្ញុំធ្វើការបើកប្រអប់ហើយនេះថ្មីជ្រឿងអ្នកនរគ្នាណាហើយដើម្បីយើងធ្វើការ set up ក្នុងការតម្រូវការ live ដែលវាមានច្រើនរហូតដល់10-20កាមេរ៉ាអញ្ចឹងទៅហ្នឹងហើយអញ្ចឹងបើសិនជាការថតលក្ខណៈបាល់ឬក៏អីផ្សេងអញ្ចឹងបដាល់អីហ្នឹងវាត្រូវការប្លង់ច្រើនហ្នឹងហើយអញ្ចឹង device មួយនេះគឺ the best មែនទេអ្នកនរគ្នាព្រោះដោយសារអីវា full option ទាំង input ទាំង output ណាគឺល្អណាស់អ្នកនរគ្នាហើយនេះគឺទំហំ panel របស់វានេះយើងអាចធ្វើការមើលជាមួយនឹងsetting អីផ្សេងហ្នឹងហើយនេះអានេះយើងអាចធ្វើការ setting អីផ្សេងបានចឹងដល់អ្នកឃើញអញ្ចឹងអានេះយើងមួលមកដើម្បីអាចធ្វើការ setting អីផ្សេងបានកណត់អានេះគឺ the best អ្នកនរអស់ជំរឿអានេះគឺ40កាមេរ៉ាជាមួយអានេះគេហៅថា HD cancellation អញ្ចឹង HD cancellation នេះមានន័យថានៅពេលដែលយើង live ជាមួយ Vimage ឬក៏ OBS អីយើងអាច add source different camera different input ហ្មងអញ្ចឹងវា cost ពីប្រភេទ Atom ទូទៅដែលយើងប្រើដូចជាប្រភេទពណ៌ទូនេះអានេះគឺដល់តែមួយទៅនៅក្នុង Vimage ឬក៏ OBS នេះគឺវាស្គាល់តាម interface យើងដល់តាម USB Type C ឯណាប៉ុន្តែបើសម្រាប់ model មួយនេះយើងដល់ទៅ cancellation មានន័យថាវា separate channel camera ចូលនេះថាយើងចង់ឲ្យកាមេរ៉ា1និងកាមេរ៉ា2នៅកងលើគ្នាឬក៏យើងរៀប graphic អីផ្សេងគឺអានេះ the best អានេះ cancellation ណាអ្នកនេះសម្រាប់បងដែលគាត់ live គាត់ដឹងនេះគឺតាក់ទងជាមួយ cancellation ញាក់សាច់ទាំងបងអ្នកនេះឥឡូវយើងក៏លេខមកមើលនៅខាងផ្ទៃខាងក្រោយណា SDI shot អ្នកនរគ្នាហ្នឹងហើយមាន SDI មាន output ហើយបើដល់ភ្លើងវិញ backup ដល់នេះម្ដង2 output របស់វាហ្នឹងអានេះដល់ខ្សែ USB-C នេះដើម្បីយើងធ្វើការ connect ជាមួយនឹង MacBook ឬក៏ PC ផ្សេងដើម្បីយើងអាចប្រើប្រាស់ជាមួយនឹង Atom software control បានអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអ្នកនរសម្រាប់ការចែកម្លែកជាមួយនឹង device live stream មួយនេះហើយអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ